អញនោះមានរឿងផ្ទុះល្បីទៀតហើយអ្នកនាងច័ន្ទច័ន្ទលក្ខណាត្រៀមលេងផ្លូវច្បាប់ជាមួយនឹងតារាចម្រៀងពន្លកថ្មីតិតសុធារីក្រោយប៉ះពាល់សម្ដីនៅលើបណ្ដាញសង្គមអតីតប្រធានសមាគមសិល្បករខ្មែរនិងជាតារាសម្ដែងជើងចាស់អ្នកនាងច័ន្ទច័ន្ទលក្ខណាបានសម្ដែងការហួសចិត្តនិងត្រៀមផ្លូវច្បាប់ចំពោះតារាចម្រៀងស្រីចំនួនក្រោយម្នាក់បន្ទាប់ពីអ្នកទាំងពីរបានប៉ះសម្ដីគ្នាតាមបណ្ដាញសង្គម Facebook តារាចម្រៀងវ័យក្មេងដែលកំពុងផ្ទុះពាក្យសម្ដីឆ្លងឆ្លោយជាមួយនឹងតារាសម្ដែងជើងចាស់អ្នកនាងច័ន្ទច័ន្ទលក្ខណាប្រមានត្រៀមប្តឹងនោះត្រូវបានគេស្គាល់ថាជាតារាស្រីតិតសុធារីខណៈសង្គ្រាមពាក្យសម្ដីនេះកំពុងតែឆ្លោយឆ្លងគ្នាបង្កការចាប់អារម្មណ៍ដល់អ្នកគាំទ្រតារាសម្ដែងអ្នកនាងច័ន្ទច័ន្ទលក្ខណាបានបញ្ចេញខ្លឹមសារភ្ជាប់ជាមួយនឹង screenshot ដូចនេះថាចាំបងប្អូនសិហាចប់កុំឲ្យចំពុកប៉ុនឥឡូវកំពុងកាន់ទុកសំខាន់ខ្ញុំស្គាល់ account ខ្ញុំទោះអ្នក screenshot ពាក់កណ្ដាលក៏ដោយជាមួយនឹងប្រតិកម្មតារាជើងចាស់ច័ន្ទច័ន្ទលក្ខណាគេសង្កេតឃើញមានការចូលទៅខមមិនឆ្លងឆ្លើយដាក់គ្នារវាងភាគីទាំងពីរខណៈតារាចម្រៀងតិតសុធារីហាក់មិនខ្លាចចំពោះការប្រមានផ្លូវច្បាប់ពីសំណាក់តារាចម្រៀងរៀមច្បងអ្នកនាងច័ន្ទច័ន្ទលក្ខណានោះឡើយទោះបីជាយ៉ាងណាអ្នកគាំទ្រនិងទស្សនិកជនចាំមើលថាតើសង្គ្រាមពាក្យសម្ដីរវាងតារាសម្ដែងរៀមច្បងច័ន្ទច័ន្ទលក្ខណានិងតារាចម្រៀងតិតសុធារីនឹងមានដំណោះស្រាយយ៉ាងណាខណៈអ្នកទាំងពីរប្រកាន់យកត្រូវតែរៀងៗខ្លួនបាទចំពោះអត្ថបទព័ត៌មាននេះដែរសូមបញ្ចប់តែប៉ុណ្ណេះឥឡូវនេះយើងងាកមកចាប់អារម្មណ៍ទៅនឹងអត្ថបទព័ត៌មានថ្មីមួយទៀតដែលនិយាយអំពីតែជ័យស្ដាយអាជីពសិល្បៈខំសាងរត់ឆ្នាំតែត្រូវបាត់បង់ទៅវិញស្ទើរគ្មានអ្នកស្គាល់តារាកំប្លែងជើងចាស់តាជ័យបានបញ្ជាក់ប្រាប់កម្ពុជាថ្មីកាលពីពេលថ្មីនេះថាលោកពិតជាស្ដាយជំនាញអាជីពសិល្បៈដែលបានសាងកាលពីជាង50ឆ្នាំប៉ុន្តែចុងក្រោយនេះត្រូវបាត់បង់ទៅវិញស្ទើរតែគ្មានអ្នកស្គាល់ពិសេសក្មេងៗចំនួនក្រោយតាជ័យបាននិយាយឲ្យដឹងថាបាននិយាយពីអាជីពសិល្បៈសប្តាហ៍ថ្ងៃនេះគឺធ្លាក់ដល់ចំណុច0អត់ដែលមានខាងសិល្បៈណាគេហៅសម្ដែងអីទេហើយបើសិនជាគេហៅទៅផ្នែកខាងសិល្បៈសម័យគេឲ្យតម្លៃយើងទាប20ឬ$25ខុសពីកាលមុនដោយបានតម្លៃខ្ពស់ជាងនេះបន្តិចលោកបន្តថាដោយសារមូលហេតុនេះហើយទើបលោកបាត់មុខពីសិល្បៈឈឹងតែម្ដងតារាកំប្លែងតាជ័យនិយាយទៀតថាពេលខ្លះមានអ្នកគាំទ្រខ្ញុំក៏ភ្ញាក់ខ្លួនពេលឃើញអង្គុយលក់បន្លែនិងលក់ខ្យងនៅតាមចិញ្ចើមផ្លូវព្រោះគេមិននឹកស្មានថាខ្ញុំធ្លាក់ដល់កម្រិត0បែបនេះម្យ៉ាងមកពីបាត់មុខសិល្បៈយូរផងខ្ញុំស្ដាយខំតស៊ូជាមួយនឹងសិល្បៈយូរមកហើយតែចុងក្រោយបាត់មុខពីអាជីពមួយនេះស្ទើរតែលែងមានអ្នកស្គាល់តារាកំប្លែងជើងចាស់ដែលមានឈ្មោះដើមថាជុំប៊ុនឈឿនហៅតាជែកឬនេជែកបាននិយាយទៀតថាទោះជាយ៉ាងណាក៏ដោយលោកក៏មិនដឹងត្រូវធ្វើបែបណាដើម្បីឲ្យអាជីពនេះមានទីផ្សារវិញដែរមានតែស្នើអ្នកសិល្បៈបើមានការងារថតឬសម្ដែងជួយហៅលោកទៅសម្ដែងផងដើម្បីបានលុយដោះស្រាយជីវភាពគ្រួសារចិញ្ចឹមជីវិតសូមជម្រាបដែរថាតារាកំប្លែងជើងចាស់តាជែកកាលពីថ្មីនេះបានធ្វើឲ្យទស្សនិកជនអ្នកគាំទ្រកាន់តែមានក្តីអាណិតអាសូរបន្ថែមទៀតក្រោយពីឃើញទស្សនវិជ្ជាតារាកំប្លែងជើងចាស់រូបនេះពងអង្គុយលក់ខ្យងនិងបន្លែបន្តិចបន្តួចនៅក្រោមស្ពានមួយកន្លែងនាទឹកដីស្រុកពីរាំងខេត្តព្រៃវែងតាជែកបានបញ្ជាក់ថារាល់ថ្ងៃនេះជីវភាពប្រចាំថ្ងៃរបស់គាត់ធ្លាក់ដល់កម្រិត0ខណៈអាជីពសិល្បៈក៏បាត់បង់រីឯការរកស៊ីវិញមិនសូវកាក់កបឡើយ